កន្លងទៅថ្មីនេះសាលារៀនអន្តរទ្វីបអាមេរិកកាំង AIS បានប្រារព្ធពិធីបិទការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកពានរង្វាន់គូជមេងលីប្រចាំឆ្នាំ 2007-2008 ក្រោមអធិបតីភាពលោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតគូជមេងលីជាប្រធាននិងជាចាងវាងវិទ្យាស្ថាននិងសាលារៀនអន្តរទ្វីបអាមេរិកកាំងការប្រកួតបាល់ទាត់ជ្រើសរើសជើងឯកនេះបានចាប់ផ្ដើមពីថ្ងៃទី25ខែឧសភារហូតដល់ថ្ងៃទី6ខែកក្កដាឆ្នាំ2008ដែលមានសិស្សសាលាអន្តរទ្វីបអាមេរិកកាំងចំនួន14ក្រុមចូលរួមជាលទ្ធផលនៃការប្រកួតក្នុងក្របខ័ណ្ឌកចំណាត់ថ្នាក់ជើងឯកបានទៅក្រុមព្យុះទឹកកក AIS ចំណាត់ថ្នាក់លេខ2បានទៅក្រុមពន្លកនៃសេចក្តីតស៊ូនិងចំណាត់ថ្នាក់លេខ3បានទៅក្រុមមាននុបកំសត់ចំណែកឯក្របខ័ណ្ឌខចំណាត់ថ្នាក់ជើងឯកបានទៅក្រុមចចកភ្លើង AIS ចំណាត់ថ្នាក់លេខ2បានទៅក្រុមតោក្រហម AIS និងចំណាត់ថ្នាក់លេខ3បានទៅក្រុមរាជសីក្រហម AIS លោកសាស្ត្រាចារ្យវិជ្ជបណ្ឌិតគួចមេងលីបានកោតសរសើរចំពោះកីឡាករវ័យក្មេងទាំងអស់ដែលបានខិតខំប្រឹងប្រែងអស់រយៈពេល7សប្តាហ៍កន្លងមកក្នុងការប្រកួតប្រជែងយ៉ាងស្វិតស្វាញរហូតទទួលបានលទ្ធផលយ៉ាងល្អប្រសើរបែបនេះលោកសាស្ត្រាចារ្យបានបញ្ជាក់ពីគោលបំណងនៃការបង្កើតឲ្យមាននៅកម្មវិធីនេះឡើងគឺដើម្បីឲ្យសិស្សានុសិស្សទាំងអស់មានសុខភាពល្អមានវិន័យល្អនិងមានសាមគ្គីភាពល្អរវាងគ្នានឹងគ្នាសាលារៀនអន្តរទ្វីបអាមេរិកកាំងនឹងធ្វើការជ្រើសរើសជើងឯកបាល់ទាត់ជារៀងរាល់ឆ្នាំហើយសាលារៀននឹងធ្វើការប្រកួតជាលក្ខណៈមិត្តភាពជាមួយសាលាដទៃទៀតផង